ទីពីរលោកអ្នកសិក្សាខ្លះយល់ថាសតិប្បដ្ឋានមានបញ្ញត្តិផងនិងបរមត្ថផងជាអារម្មណ៍ទៅចំពោះលោកអ្នកដែលយល់ហើយពោលថាសតិប្បដ្ឋានមានបញ្ញត្តិជាអារម្មណ៍ផងដែរនោះត្រឹមត្រូវដែរឬទេប៉ុណ្ណានឹងសូមលោកគ្រូជួយបញ្យល់បញ្ជាក់បន្ថែមចំពោះសតិប្បដ្ឋាននិងអារម្មណ៍របស់សតិប្បដ្ឋានផងទៀតប៉ុណ្ណាហ្នឹងហើយក្នុងថ្ងៃសម្ដែងពធហ្នឹងលោកគ្រូអេមរាយ៉ាក៏គាត់ជួយបញ្ជាក់បន្ថែមតាមទំនួលរបស់លោកម្ចាស់គ្រីមេធាវីហ្នឹងហើយក្នុងតបឋានសោតហ្នឹងក៏បញ្ជាក់ហើយព្រោះតបឋានហ្នឹងសំខាន់គឺអដ្ឋិកាយោទិវាបណសសតិបច្ចុប្បតិតាហោតិហ្នឹងហើយស្មារតីរបស់ភិក្ខុនោះក៏ផ្ចង់ឡើងដោយចំពោះថាកាយមានមែនអដ្ឋិកាយោទិវាណាវេទនាមានមែនចិត្តមានមែនធัวមានមែនគ្រប់ទាំងអស់ហ្នឹងយើងសិក្សាកន្លែងហ្នឹងដែលជាតួសតិប្បដ្ឋានដែលព្រះអង្គទ្រង់បញ្ជាក់ហ្នឹងអដ្ឋិកាយោទិវាអដ្ឋិវេទនាទិវាអដ្ឋិចិត្តតន្តវិអដ្ឋិធម្មាទិវាណាបណសសតិបច្ចុប្បតិតាហោតិហ្នឹងហើយយាវតេវៈញាណមត្តាយៈបដិសតិមត្តាយៈអានិសតោចៈវិហារតិអ្នកចតញ្ញលោកេឧបាតិយតិអេវ៉ាំតិទៅហ្នឹងឯងកាយេកាយានុបស្សីហរតិទៅក្នុងការដែលចម្រើននៅកាយានុបស្សនាតិប្បដ្ឋានវេទនានុបស្សនាតិប្បដ្ឋានជាដើមហ្នឹងណាដោយប្រការយ៉ាងនេះហ្នឹងឯងហ្នឹងវាជាដល់កាយហ្នឹងមានមែនហ្នឹងគឺព្រះថាលោកបញ្យល់ហើយអត់មែនប្រុសស្រីកុហកបព្វជិតទេហើយកាយហ្នឹងប្រព្រឹត្តទៅដោយសភាពមិនទៀងបានន័យថាជាបរមត្ថធម៌ហ្នឹងឯងអានិសតោចៈវិហារតិអានិសតោចៈមិនប្រកាន់ដោយទិដ្ឋិថាអញមិនប្រកាន់ដោយតណ្ហាថារបស់អញអានិសតោចៈវិហារតិណាអ្នកចតញ្ញលោកេឧបាតិយតិមិនប្រតិប្រកាន់អ្វីតិចតួចក្នុងលោកហ្នឹងគឺឧបាទានខណ្ឌខ្លឹមសារព្រះអត្ថថានៃក្តីបញ្យល់ដូចជាសតិព្រឹត្តទៅក្នុងខ្យល់ដង្ហើមចេញចូលក្នុងអេរិយាបថអីទាំងអស់ហ្នឹងព្រះអត្ថថាបញ្យល់នៅក្នុងមកដល់អេរិយាបថបព្វអីហ្នឹងព្រះអត្ថថាបញ្យល់លើទីរឿងថាដឹងដេកតើចូលអង្គុយអីគ្រាន់តែដឹងអញ្ចឹងហ្នឹងហើយអត់មែនជាកម្មដ្ឋានហើយអត់មែនជាសតិប្បដ្ឋានភាវនាហ្នឹងហើយពីព្រោះអីពីព្រោះដែលជាប្រកម្មដ្ឋានដែលអប់រំប្រកម្មដ្ឋានដោយអាណាបានសតិអញ្ចឹងទៅហើយសតិប្បដ្ឋានភាវនាគឺតលតែដឹងកាយហ្នឹងហើយដឹងកាយហ្នឹងឯងដែលប្រព្រឹត្តទៅដោយការកើតការរលត់ហ្នឹងហើយក្នុងការដែលតួកាយហ្នឹងមិនមែនជាសត្វបុគ្គលហ្នឹងហើយហ្នឹងព្រះអថាលោកបញ្យល់មើលក្នុងអត្ថថាអេរិយាបថបព្វហ្នឹងហើយលោកបញ្យល់ថាបើមិនបានដឹងសភាវៈដែលមិនទៀងជាដើមហ្នឹងទេមិនមែនជាសតិប្បដ្ឋានភាវនាទេលោកបញ្ជាក់ច្បាស់លាស់ព្រោះអ្វីដែលមិនទៀងគឺតែបរមត្ថធម៌ព្រោះបញ្ញត្តិដែលអត់មានការកើតការរលត់ទេបញ្ញត្តិដែលអត់មានអនិច្ចំទុក្ខអនត្តាទេបញ្ញត្តិអត់មានវិសេសលក្ខណៈក៏អត់ចឹងចាំបាច់និយាយដល់សាមញ្ញលក្ខណៈអីបើអត់មានសភាវៈផងហ្នឹងដូច្នេះសតិប្បដ្ឋាននេះគឺកាយានុបស្សនាសតិប្បដ្ឋានគឺប្រតិជាមួយនឹងវិបស្សនាជាការដែលត្រូវចម្រើនវិបស្សនាគឺតលតែមានសតិប្បដ្ឋានកំណត់អារម្មណ៍ក្នុងអត្ថថាសតិប្បដ្ឋានសូត្រត្រង់អាតាបិសម្បជាណោសតិមានេះសេចក្តីបញ្យល់ក្នុងសតិមាហ្នឹងសតិយាអារម្មណ៍បរិក្ខហេត្វាបញ្ញាយៈអនុបស្សតិការដែលកំណត់ដឹងកាយវេទនាចិត្តធម៌ហ្នឹងគឺតលតែសតិនឹងឯងកំណត់នៅអារម្មណ៍គឺកាយវេទនាចិត្តធម៌ហ្នឹងណាបើវាចាក់សតិហើយគឺអត់មានការចម្រើនវិបស្សនាទេមិនឈ្មោះថាជាការចម្រើនវិបស្សនាទេហ្នឹងហើយអ្នកហេសតិវិរៈហេតសៈអនុបស្សនានិយមៈអថេហ្នឹងហើយអថេមានអ្នកនេះពីដើមអ្នកហេហ្នឹងហើយគេថាមិនមានមិនណដ្ឋេណដ្ឋេមែនពិតគឺថាកាលណាបើសតិវិរៈហេតសៈប្រជាសតិហើយហ្នឹងគឺព្រះអង្គទ្រង់បញ្ជាក់កាយានុបស្សនាសតិប្បដ្ឋានវេទនានុបស្សនាសតិប្បដ្ឋានចតានុបស្សនាសតិប្បដ្ឋានធម្មានុបស្សនាសតិប្បដ្ឋានហ្នឹងហើយបញ្ជាក់ពីសតិប្បដ្ឋានហ្នឹងឯងដែលជាបុព្វភាគនៃអរិយមគ្គប្រកបដោយអង្គ8ប្រការជាផ្លូវទៅកាន់ព្រះនិព្វានដូចជាការដែលសតិមានចង់ហើមចេញចូលអីហ្នឹងព្រះអង្គទ្រង់សម្ដែងហ្នឹងគឺអានាបានសតិមិនមែនអានាបានសតិប្បដ្ឋានទេណាអានាបានសតិហ្នឹងឯងរហូតដល់បានឈានចតតិឈានចតបនៃបញ្ញមឈានបញ្ញកនៃអីទាំងអស់ហ្នឹងមានអារម្មណ៍បញ្ញត្តិប៉ុន្តែអាហ្នឹងគឺអានាបានសតិតលតែមកដឹងកាយព្រោះចង់ហើមចេញចូលហ្នឹងវាអាស្រ័យហ្នឹងវត្ថុហ្នឹងគឺករាជកាយហ្នឹងគឺមហាភូតរូបនិងឧបាទេយរូបហ្នឹងព្រះកថាបញ្យល់ក្នុងអានាបានបព្វហ្នឹងហើយបញ្យល់តាំងពីដើមទៅគឺក្នុងកាយានុបស្សនាតែប្រធានហ្នឹងកាយដែលដឹងកាយហ្នឹងគឺថាជាការប្រជុំទៅដោយមហាពុទ្ធរូបនិងឧបាទេយរូបហ្នឹងហើយនៅក្នុងដៃដកទី38យើងមើលប្រសូតសមុទយៈសូត្រហ្នឹងគឺព្រះពុទ្ធអង្គទ្រង់សម្ដែងអំពីកាយវេទនាចិត្តធម៌ហ្នឹងឯងដែលអាស្រ័យបច្ច័យកើតឡើងហ្នឹងហើយអាហ្នឹងច្បាស់លាស់ក្នុងប្រសូតហ្នឹងគឺព្រះអង្គប្រកាសអំពីសតិប្បដ្ឋាន4ហ្នឹងសតិប្បដ្ឋានអង្គគួរគឺសតិប៉ុន្តែដែលរាប់សតិប្បដ្ឋាន4គឺរាប់ដោយអំណាចអារម្មណ៍របស់សតិហ្នឹងហើយកាយវេទនាចិត្តធម៌ហ្នឹងហើយបានឈ្មោះថាសតិប្បដ្ឋាន4ហ្នឹងចឹងទៅហ្នឹងហើយទៅតាមអារម្មណ៍ដូចជា
អានុសតិ10អញ្ចឹងណាតួសតិហ្នឹងតែសតិហ្នឹងតែមួយហ្នឹងតែចេតសិកហ្នឹងប៉ុន្តែរាប់ទៅជា10ទៅដោយសារអារម្មណ៍ហ្នឹងហើយគុណពុទ្ធគុណពធគុណប្រសង្ឃអីផ្សេងៗអញ្ចឹងទៅហ្នឹងហើយទៅជាអនុសតិ10ទៅហ្នឹងហើយសតិប្បដ្ឋាន4ហ្នឹងអញ្ចឹងតួសតិហ្នឹងប៉ុន្តែជាសតិផ្នែកខាងការចម្រើនវិបស្សនាហ្នឹងហើយអញ្ចឹងគឺអារម្មណ៍របស់សតិនេះគឺជាបរមត្ថកាយវេទនាចិត្តធម៌ពុទ្ធអង្គសម្ដែងស្អីដែលជាបច្ច័យរបស់កាយហ្នឹងគឺអាហារអង្គវិជ្ជាហ្នឹងហើយវាមានការកើតរលត់ហ្នឹងហើយក្នុងសមុទ្ទយសូត្រមើលទៅគឺច្បាស់លាស់ហើយសំខាន់ណាក្នុងខ្លឹមសារព្រះអត្ថកថាយើងសិក្សាកាលណាបើពុទ្ធអង្គទ្រង់បញ្ជាក់ពីកាយវេទនាចិត្តធម៌ហ្នឹងមានបច្ច័យគឺជាសង្កតធម៌ហ្នឹងហើយបញ្ញត្តិនៅក្នុងអសង្កតធម៌ហ្នឹងហើយអត់មានបច្ច័យអត់មានការកើតរលត់ទេអត់មានសភាវៈលក្ខណៈអត់មានសាមញ្ញលក្ខណៈទេដូច្នេះព្រះអង្គបញ្ជាក់ច្បាស់កាយវេទនាចិត្តធម៌ហ្នឹងហើយវេទនាក៏អាស្រ័យភាសាអញ្ចឹងទៅហ្នឹងហើយចិត្តក៏អាស្រ័យនាមរូបជាបច្ច័យទៅធัวគឺអាស្រ័យមនសិការៈហ្នឹងហើយបើថាវាជាអកុសលដោយផ្នែកខាងកាមឆន្ទៈអីក៏អយោនិសោមនសិការៈទៅហើយផ្នែកខាងសោកណៈហ្នឹងហើយដូចជាពោឆង្គៈបពៈអីចឹងទៅក៏ផ្នែកខាងយោនិសោមនសិការៈទៅមនសិការៈហ្នឹងគឺជាហេតុនៃធัวណាធัวធម្មមានឧបស្សនាតបដ្ឋានហ្នឹងតួធัวហ្នឹងគឺមានមនសិការៈហ្នឹងឯងជាហេតុជាសមុទយៈជាដែនកើតក៏ហ្នឹងឯងចឹងហើយត្រូវកំណត់ទៅលើអារម្មណ៍ជាបរមត្ថបានជាការចម្រើនវិបស្សនាហ្នឹងឯងតើតែមានសតិរលឹកដឹងបរមត្ថធัวហ្នឹងបានមានការចម្រើនវិបស្សនាទៅជាសតិប្បដ្ឋានភាវនាដោយក្នុងអាណាបាណបពៈហ្នឹងមានកម្មដ្ឋានណាប៉ុន្តែបើមិនបានមកកំណត់ដឹងកាយទេអាហ្នឹងអត់មានជាសតិប្បដ្ឋានភាវនាទេមានត្រឹមតែកម្មដ្ឋានហ្នឹងឯងក្នុងការចម្រើនចងហើមចេញចូលហ្នឹងណាហ្នឹងហើយអាហ្នឹងគឺមិនមែនសតិប្បដ្ឋានភាវនាទេគឺជាកម្មដ្ឋានហើយមិនមែនទាំងកម្មដ្ឋានមិនមែនជាសតិប្បដ្ឋានភាវនាទៀតដូចជាដឹងដេកដើរឈរអង្គុយអីហ្នឹងព្រះថាលោកលើកថាសំណក់កាយឆ្មាយក៏ដឹងគោអីហ្នឹងហប់ហប់ហុយហុយអីចឹងណាអាហ្នឹងវាមិនមែនកម្មដ្ឋានណាដឹងដើរដេកដឹងដេកអីហ្នឹងក៏មិនមែនជាការអប់រំចិត្តដោយអាណាបានសតិហ្នឹងគឺជាកម្មដ្ឋានដែលមានសតិតាមដឹងចោលចេញចូលហ្នឹងអប់រំចិត្តជាកម្មដ្ឋានតែបើមិនបានមកដឹងកាយដែលមានការកើតរលត់ទេគឺអត់មានជាសតិប្បដ្ឋានភាវនាទេហ្នឹងហើយអញ្ចឹងគឺព្រះអង្គទ្រង់ប្រកាសសម្ដែងនៅខាងសមថៈហ្នឹងជាបាតនៃវិបស្សនាតេតួងកម្មដ្ឋានដែលអាស្រ័យនឹងកាយហ្នឹងហើយចឹងទៅវាមានការប្រតិអប់រំចម្រើននៅក្នុងកម្មដ្ឋានដែលតេតួងទៅនឹងកាយណាមានចលនាចេញចូលមានអរិយាបថអីរហូតដល់តែមាននវសេវតកាបពៈអីហ្នឹងយើងត្រូវឲ្យបានដឹងថាមួយសតិដែលប្រព្រឹត្តទៅក្នុងអារម្មណ៍បញ្ញត្តិហ្នឹងឯងគ្រាន់តែឲ្យចិត្តស្ងប់និវរណធัวហ្នឹងឯងនិវរណធัวហ្នឹងវាជាអាហារនៃអវិជ្ជាធ្វើឲ្យបញ្ញាទន់ខ្សោយទុពលអញ្ចឹងគឺប្រតិក្នុងការដែលត្រូវវឹកហាត់អប់រំទូមានចិត្តហ្នឹងត្រូវមានសតិចងចិត្តនិងសសរបង្គោលគឺប្រកម្មដ្ឋានហ្នឹងឯងសសរហ្នឹងត្រូវដោតឲ្យជាប់មាំក្នុងផែនដីគឺសិលហ្នឹងឯងសតិในខាងសមថៈដែលមានបញ្ញត្តិជាអារម្មណ៍ពាក្យសមថៈហ្នឹងមិនសត្វតែថាឲ្យតែសមថៈសិតតែមានបញ្ញត្តិជាអារម្មណ៍ទេណាហ្នឹងហើយសមថៈក្នុងវិបស្សនាក៏មានដែរហ្នឹងហើយសមថៈហោតិវិបស្សនាហោតិហ្នឹងមានបរមត្ថជាអារម្មណ៍ហ្នឹងក្នុងអរិយមគ្គប្រកបដោយអង្គ3ប្រការលោកតរៈផងនៅតែមានសមថៈហ្នឹងសមាទិដ្ឋិសមាសង្កបៈហ្នឹងជាចូលនៅក្នុងបញ្ញាណាវិបស្សនាហើយនៅសល់អង្គ6ទៀតចូលនៅក្នុងសមថៈហើយថាចែកទៅជា3សិលសមាធិបញ្ញាអញ្ចឹងទៅអញ្ចឹងអង្គ6ហ្នឹងចែកទៅជាសិលនិងសមាធិហើយបញ្ញានៅដដែលវិជ្ជាចរណៈសម្បណ្ណោវិជ្ជានិងចរណៈនៅវិជ្ជាគឺអង្គមគ្គ2ដែលជាវិបស្សនាហ្នឹងហើយនឹងចរណៈហ្នឹងគឺអង្គមគ្គ6ទៀតហ្នឹងឯងចែកជា2វិជ្ជានិងចរណៈឬក៏សមថៈវិបស្សនាចែកជា3សិលសមាធិបញ្ញាហ្នឹងក៏ចាំបញ្ជាក់អំពីការអប់រំចម្រើនទេពឋានក៏មានសមថៈនៅក្នុងទេពឋានហ្នឹងគឺមានសមថៈហ្នឹងកុំឲ្យយើងថាចម្រើនទេពឋានមានសមថៈអញ្ចឹងសមថៈហ្នឹងមានបញ្ញត្តិជាអារម្មណ៍ឲ្យតែសមថៈនឹងមានបញ្ញត្តិជាអារម្មណ៍មិនមែនទេសមថៈក្នុងវិបស្សនាហ្នឹងតែម្ដងអញ្ចឹងហ្នឹងហើយហើយចំពោះអារម្មណ៍បញ្ញត្តិក្នុងការអប់រំចម្រើននៅសមថៈដោយអាណាបានសតិអីហ្នឹងអញ្ចឹងទៅជាបាតនៃវិបស្សនាតើតែមានសតិរលឹកដឹងកាយបានជាអារម្មណ៍នៃវិបស្សនាឃើញការកើតការរលត់ហ្នឹងហើយដូចចលហើមចេញចូលអីចឹងទៅកំណត់ចូលចេញហ្នឹងហ្នឹងហើយអាហ្នឹងគឺស័កសម្ភារៈវាយោប៉ុន្តែដល់ទៅកំណត់ដឹងវាយោជាបរមត្ថគឺផតថពៈហ្នឹងហើយផតថពៈដែលប៉ះនឹងកាយហ្នឹងទាំងកាយវិញ្ញាណផងដែរដែលដឹងផតថពៈហ្នឹងវាតគ្នាហ្នឹងហើយអញ្ចឹងបានយើងដឹងមានខ្យល់ចេញមានខ្យល់ចូលហ្នឹងដោយសារផតថពៈហើយនឹងកាយវិញ្ញាណវាតគ្នាមโนវិញ្ញាណហ្នឹងក៏ដឹងហ្នឹងហើយវាមានការកើតរលត់លឿនរហ័សហើយការតគ្នាអញ្ចឹងទៅបានយើងដឹងហ្នឹងហើយហើយយើងសិក្សាក្នុងវិញ្ញាណដែលព្រះពុទ្ធអង្គសម្ដែង
មានយូរប្រមាណវិញ្ញាណហ្នឹងវិញ្ញាណឧបមាដូចជាមេយាហ្នឹងហ្នឹងហើយលឿនរហ័សដូចយើងដឹងអារម្មណ៍ដូចមានមនុស្សដើរមនុស្សឈរអីចឹងទៅឬក៏រថយន្តយានចក្រអីយន្តហោះទៅឬក៏ដឹងអីស្អីផ្សេងកង្ហាបក់អីហ្នឹងហើយគឺដោយសារវិញ្ញាណហ្នឹងវាលឿនរហ័សហ្នឹងវាដឹងអារម្មណ៍តគ្នាចឹងទៅហើយចឹងវាប្រមូលនៅនិមិត្តហ្នឹងហើយឲ្យមកជាដុំទៅសមោហៈខណៈទៅឬក៏សន្តតិខណៈទៅដល់អញ្ចឹងទៅយើងឃើញមនុស្សដែរហ្នឹងហើយតែតាមពិតរូបារម្មណ៍ហ្នឹងវាតគ្នាអានេះហៅសន្តតិខណៈហ្នឹងហើយបាទខណៈដោយសមោហៈហ្នឹងវាមានរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងឯងប្រមូលគ្នានឹងសមោហៈហ្នឹងឬក៏ថាអារម្មណខណៈឬក៏កិច្ចខណៈហ្នឹងហើយដោយការដែលដឹងអារម្មណ៍ហើយវិញ្ញាណដែលធ្វើកិច្ចដឹងអារម្មណ៍ហ្នឹងវាមានអខណៈហ្នឹងតែមានសតិប្បដ្ឋានបានបំបីខណៈហ្នឹងទៅបានដឹងធัวទាំងឡាយហ្នឹងឯងមានបច្ច័យឲ្យកើតឡើងអ្វីដែលកើតពីបច្ច័យវាអត់មានជាអត្តាទេត្រឹមតែរលត់ទៅវិញទៅប៉ុណ្ណោះយ៉ាងចេញសមុទ្រយៈធម្មំសព្វន្តੰនិរោធធម្មន្តិធម្មជាតិណាដែលមានការកើតឡើងជាធម្មតាធម្មជាតិនោះតែរលត់ទៅវិញហ្នឹងឯងលំសាធម្មចក្រខនៃឃើញធัวហ្នឹងដឹងច្បាស់ថាអ្វីដែលអាស្រ័យបច្ច័យកើតឡើងហ្នឹងមុនកើតវាអត់ហ្នឹងឯងមានបច្ច័យហ្នឹងក៏កើតហើយរលត់ទៅវិញដូចជាផ្លេកបន្ទោឯកដល់អាកាសអញ្ចឹងហ្នឹងឯងប៉ុន្តែវិញ្ញាណហ្នឹងតែព្រះអង្គប្រៀបដោយកលនិយាហ្នឹងគឺដូចជាអ្នកលេងល្បិចអ្នកលេងស៊ីអីចឹងណាហ្នឹងហើយដោយការលឿនរហ័សទៅគេមានប្រដាប់ប្រដាគេផងរៀបចំចឹងទៅយើងមើលទៅឃើញស្អីទៅជាស្អីអីណានៃអីសពគ្រប់ចឹងទៅហ្នឹងហើយដោយការរៀបចំហ្នឹងហើយអ្នកដែលលេងល្បិចហ្នឹងលេងកលហ្នឹងមេយាកលហ្នឹងហ្នឹងហើយវិញ្ញាណហ្នឹងចឹងអ្នកលេងល្បិចហ្នឹងហើយមេយាគេណាមេយាមេយូប្រមាញ់ចាក់វិញ្ញាណហ្នឹងហ្នឹងហើយដោយសារវិញ្ញាណកើតតដល់ចឹងទៅវាសាងនិមិត្តជាប្រុសជាស្រីឲ្យមនុស្សយើងរស់នៅស្រឡាញ់ស្អប់កប់តោះប្រកាន់ហួងហែងបោះអញបោះឯងអីប្រៀបផ្ទឹមគ្នាណានៃទៅវាទៅជារបស់ថិតថេរទៀងទាត់ទៅហើយក៏ចាប់យកជារបស់ខ្លួនឯងទៅវាអត់បានឃើញថាអ្វីៗដែលកើតឡើងវាជារបស់នៃសេចក្តីវិន័យវាជារបស់មិនទៀងហ្នឹងរបស់មិនទៀងអញ្ចឹងយើងច្បាស់ចេះអញ្ចឹងបងណាដូចយើងនិយាយថាផ្ទះរបស់យើងអញ្ចឹងអាហ្នឹងដោយសន្មត់ហ្នឹងភរិយាស្វាមីរបស់យើងកូនរបស់យើងអញ្ចឹងហ្នឹងដោយសន្មត់ដោយបរមត្តយើងនិយាយរបស់មិនទៀងរបស់មិនទៀងមិនរបស់មិនទៀងហ្នឹងដូចថាផ្ទះរបស់យើងបានតែមានយើងជាម្ចាស់របស់មិនទៀងគឺមានការមិនទៀងជាម្ចាស់មិនអញ្ចឹងហ្នឹងហើយហ្នឹងបើយើងនិយាយថាជាម្ចាស់ហ្នឹងហ្នឹងហើយប៉ុន្តែវាមិនមែនម្ចាស់ដោយតែយើងប្រកាន់ខ្លួនយើងអ្នកដទៃអីជាម្ចាស់ទេគឺថាអ្វីដែលកើតឡើងហ្នឹងវាស្ថិតនៅក្នុងសាមញ្ញលក្ខណៈហ្នឹងហើយនិយាយថាអំណាចក៏បានដែរអំណាចនៃការមិនទៀងហ្នឹងគឺអស់ទៅសូន្យទៅវាអត់នៅក្នុងអំណាចនៃការបង្កប់បញ្ជាទេព្រមសារសពេធម្មេអនត្តាហ្នឹងអត់មានអ្នកណាមកបង្កប់បញ្ជាឲ្យទៅជាយ៉ាងដទៃទេហ្នឹងហើយវាយោធាតដែលជាបរមត្តវាយោគឺជាផតភៈហ្នឹងហើយប្រកបត្រង់ដែលប៉ះខ្ទប់ហ្នឹងតែប៉ុណ្្នឹងទេអត់មានចេញអត់មានចូលទេចេញចូលអាហ្នឹងស័កសម្ភារៈវាយោហ្នឹងហើយតែបរមត្តវាយោគឺប្រកបជាផតភៈតែប៉ុណ្្នឹងឯងតែបាត់ទៅគឺរលត់ហើយហ្នឹងហើយដោយការកើតរលត់ប្រកបជាបរមត្តវាយោហ្នឹងក៏តែមកដឹងបរមត្តវាយោដែលអាស្រ័យនឹងករាជកាយអាស្រ័យនឹងវត្ថុដែលកើតឡើងដែលមានខ្យល់ចេញចូលហ្នឹងដោយអាស្រ័យវាមានកាយហ្នឹងគឺមហាពុទ្ធរូបនិងឧបាទេយរូបហ្នឹងឯងអញ្ចឹងគឺតលតែដឹងកាយដែលមានការកើតរលត់ហ្នឹងឯងទោះមិនតាន់ឃើញការកើតរលត់ក៏ដោយប៉ុន្តែវាត្រូវដឹងអ្វីដែលកើតរលត់ហ្នឹងហ្នឹងជាបរមត្តអត់មានបញ្ញត្តិទេដែលកើតរលត់ហ្នឹងហ្នឹងហើយហ្នឹងប៉ុន្តែចំពោះសេចក្តីហ្នឹងវាគ្រាន់តែដូចថាជាពេអីហ្នឹងហើយជាពេដូចថាការដែលមានចលនាហើមចេញចូលជាអារម្មណ៍ហ្នឹងសសម្ភារៈវេយោហ្នឹងទោះជាយើងថាអានឹងជាអារម្មណ៍របស់សតិប្បដ្ឋានមានបញ្ញត្តិជាអារម្មណ៍ហ្នឹងក៏អត់អន្តរាយអីដល់ធัวបរិបត្តិដែរហ្នឹងហើយគ្រាន់តែថាមិនសូវឃើញសេចក្តីពិសេសនៃសតិប្បដ្ឋានសំខាន់ត្រង់ដែលមានបរមត្តជាអារម្មណ៍គ្រាន់តែប៉ុណ្្នឹងទេប៉ុន្តែថាឲ្យមកអន្តរាយអីក្នុងធัวបរិបត្តិហ្នឹងអត់ទេព្រោះថាចង់ហាមចេញចូលហ្នឹងក៏ជាអារម្មណ៍នៃសតិប្បដ្ឋានជាទីតាំងនៃសតិប្បដ្ឋានដែរហ្នឹងហើយគ្រាន់តែឈ្មោះសតិហ្នឹងក៏ថែមឋានមកទៀតមកយកចោលហាមចេញចូលជាឋានដែរអញ្ចឹងទៅប៉ុន្តែដល់ទៅបប្រតិបត្តិនៅក្នុងសតិប្បដ្ឋានដែលមានបរមត្តជាអារម្មណ៍រលឹករូបសម្លេងរបស់តពធម្មអារម្មណ៍រលឹករូបវេទនាសញ្ញាសង្ខារវិញ្ញាណអីនៅតែប្រព្រឹត្តទៅដឹងបរមត្តធัวចម្រើនវិបស្សនាអញ្ចឹង